នៅពេលនេះខ្ញុំបាទសូមអនុញ្ញាតបន្តធ្វើអត្ថាធិប្បាយគឺទូកខ្នាតវែងបាទទូកអុំខ្នាតវែងដែលមានចំណុះ75ឡើងទៅបាទដល់ព័ត៌មានមកហើយគឺចេញដំណើរមកហើយទូកខ្នាតវែងចំណុះ75ខ្សែទឹកខាងក្នុងទូកដែលពាក់ផ្លាកលេខ074ស្រីសសុកសែនជ័យអូស្រីសបាទលោកវិគុំទៅក្បែរនេះញឹមហ្មងណាយ៉ាងម៉េចទៅហើយមហាអំពើវ័នជ្រុយរស័យមុខកំពូលខ្សែទឹកក្រៅពាក់ផ្លាកលេខ048បារមីឯកមានជ័យមកពីភៀមតាឯកភៀមបញ្ញាថងអរិយខ្សាត់បាទចាំមើលខាងភៀមបញ្ញាអង្គអរិយខ្សាត់បាទលេងគ្នាហើយទុកចៅបាទខ្ញុំដឹងថាតិចទៀតហ្នឹងនៅក្នុងវេទិកានេះក្រោកឈរទាំងអស់ហើយបាទនិមន្តឈរតាមដានហើយបាទអង្គុយមកអស់ចិត្តទេហើយចាំមើលបាទគឺត្រៀមនៅចលនាទាំងហើមផងព្រោះអីទុកនេះលឿនណាបាទដាក់មុនគេហ្មងស្រីសសុកសែនជ័យចំណាយរៀងមែនតើស្រីសនោះនៅអាស័យជ្រួយសតទៀតណាបាទលោកវិខុំតទៀតណាតែអីនៅតែលឿនដែរតែបាទជ័យជំនះគឺស្ថិតនៅពេលដែលមានទេពកោសល្យនិងបច្ចេកទេសបាទកីឡាតែតែមានឈ្នះនិងមានចាញ់បាទដូច្នេះអ្នកចាញ់នឹងបន្តវឹកហាត់បាទអ្នកឈ្នះក៏នៅតែប្រឹងប្រែងបាទចេញមកហើយខ្សែទឹកក្រៅគឺខ្ញុំបាទបានមើលឃើញថាខ្សែទឹកក្រៅដែលមានឯកដ្ឋានពណ៌លឿងល្អដល់ចុងចង្វាពណ៌សគឺខ្សែទឹកក្រៅពាក់ផ្លាកលេខ074ឯខ្សែទឹកក្នុងបារមីឯកមានជ័យដែលមានឯកដ្ឋានពណ៌ខៀវទឹកបិចលិចដោយចុងចង្វាពណ៌សបាទម៉ូទ័រខ្ញុំនេះគឺបាទបន្ថែមលបឿនគួរឲ្យគយគុណមែនទែនសម្រាប់ទូកខ្នាតវែងបារមីឯកមានជ័យក៏មិនធម្មតាដែរបារមីឯកមានជ័យដែលមានឯកដ្ឋានខៀវទឹកបិចលិចដោយចុងចង្វាពណ៌សល្អដោយមួកពណ៌ក្រហមនិងក្បាច់ក្បូរកេមទូកបាទពិនគ្នាល្អណាស់បើយើងមើលតាមបាទសមាជិកស្រីក្នុងស្រីសខ្សែទឹកក្នុងស្រីសដែលមានឯកដ្ឋានខៀវទឹកបិចសមាជិកស្រីបាទដោយរំភើបនិងល្បឿនបាទមិនចង់ខុសទេបាទរំភើបនិងល្បឿនចំណែកឯខ្សែទឹកខាងក្រៅបាទយ៉ាងម៉េចហើយស្រីសដកអើយបច្ចេកទេសគេបាទខៀវទឹកបិចលិចដោយចុងចង្វាពណ៌សបាទដកបន្តិចម្ដងណាតែមិនដឹងថាដកប៉ុណ្ណាទេលោកមេឃុំអើយលោកស្រីអើយខ្ញុំចាំមើលដកដល់ឲ្យ5 6 7ខ្ទង់បារមីឯកថែមល្បឿននេះលកាមទាន់ចុចទេបារមីឯកថែមបាទពាក់កដាលទូកបាទអបអសាទរផងបាទអបអសាទរផងជាមួយនឹងស្រីសសុកមានជើងទី1នេះគឺទទួលជ័យជំនះទៅលើបារមីឯកមានជ័យបាទឥឡូវនេះទូកបាទដែលជាទូកល្អណាប្រចាំព្រឹត្តិការណ៍របស់យើងស្រីសសុកសែនជ័យក្តីរំពឹង199.9 អរគុណណាស់លោកមេឃុំអ៊ុំជុនស្រេងមិញឧបត្ថម្ភថវិកា$100ឲ្យខ្ញុំជាមួយលោកគ្រូបាទឥឡូវមកហើយទូកបាទរបស់លោកគ្រូលោកអ៊ុំមកហើយស្រីសសុកសែនជ័យជើងទី1ទទួលបានជ័យជំនះបាទចំណែកឯជើងទី2បដូរទឹកខ្សែទឹកខាងក្រៅចំណែកឯបារមីឯកមានជ័យមកពីពីមញ្ញាអង្គអរិយខ្សាត់យ៉ាងម៉េចហើយបាទបើមើលទៅតាមការផ្សាយផ្ទាល់ឯនេះវិញទស្សនភាពចំណោះទូកសុភ័ណ្ឌភាពល្អឯកដូចគ្នាមិនទៅហើយលោកមេឃុំត្រេងលោកមេឃុំត្រេងដកដង្ហើមមួយបាទដកដង្ហើមមួយគាត់ថាគាត់អត់ភ័យទេបាទមិនអីតែគាត់សង្ឃឹមហ្នឹង99តែអត់ទេមើលល្បឿនម៉ាស៊ីន3ចម្រាញ់រមួយណាបាទមិនសង្ឃឹមច្រើនទេ99.99ណាបាទឥឡូវយើងរងចាំមើលដែរការអ៊ុំប៉ុណ្ណឹងល្អមែនតើស្រីសល្អឯងបារមីសទុកមុខឲ្យគេផងស្រីសអត់ទេតែឈ្នះហើយទៅហើយស្រីសទុកមុខឲ្យបារមីផងស្រីសបាទដាច់តែម្ដងបាទអ្នកឈ្នះគឺរីករាយអ្នកចាញ់បន្តវឹកហាត់តទៅទៀតកីឡាគឺអញ្ចឹងលឿនខ្ពស់អំណត់បាទឥឡូវយើងឃើញហើយបាទគឺស្រីសបាទសុកសែនជ័យនៅទទួលបានជ័យជំនះប៉ុន្តែកុំនិយាយណាបារមីឯកមានជ័យបើទោះបីយើងគាត់ចាញ់តែធរៈវេលាគាត់ល្អបាទតែលេងជាមួយទូកខ្លាំងនេះតាមកាត់បាទអញ្ចឹង